សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងចូលដល់មេរៀនទី21ណាបងណាអញ្ចឹងមេរៀនទី21គឺជាមេរៀនសារឡើងវិញអញ្ចឹងចាំអានតាមលោកគ្រូទាំងអស់គ្នាណាមេរៀនសារឡើងវិញព្យញ្ជនៈផ្ញើជើងអញ្ចឹងនៅក្នុងនោះគឺជាមេរៀនសារឡើងវិញមេរៀនសារឡើងវិញមានអីខ្លះគឺមានព្យញ្ជនៈមកព្យញ្ជនៈលហើយនិងព្យញ្ជនៈសណាដូចជាមកជើងសម្សមជើងសម្សមជើងសម្សមជើងសមហមជើងហមហជើងហមហជើងអមអជើងអមអជើងអមអលជើងងលងលជើងងលងលជើងងលងលជើងពលពលជើងពលពលជើងពលពលជើងវលវលជើងវលវលជើងវលវសជើងកស្ក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 សជើងញស្ញសជើងញស្ញសជើងញស្ញសជើងតស្តសជើងតស្តសជើងតស្តសជើងពស្ពសជើងពស្ពសជើងពស្ពអញ្ចឹងការប្រកបគឺរួចរាល់អស់ហើយឥឡូវយើងចូលដល់អានពាក្យយកតែម្ដងណាបងណាអញ្ចឹងនេះបងអូនអានថាម្សិលម្សិលម្សិលម្សៅម្សៅម្សៅម្ហូបម្ហូបម្ហូបម្អមម្អមម្អមល្ងងល្ងងល្ងងល្ងាចល្ងាចល្ងាចល្ពៅល្ពៅល្ពៅល្មុតល្មុតល្មុតល្មមល្មមល្មមល្វីងល្វីងល្វីងល្វាល្វាល្វាស្គរស្គរស្គរស្គមស្គមស្គមស្ញើបស្ញើបស្ញើបស្ញែងស្ញែងស្ញែងស្ទឹងស្ទឹងស្ទឹងស្ទូចស្ទូចស្ទូចស្ពានស្ពានស្ពានស្ពៃស្ពៃស្ពៃអញ្ចឹងពាក្យរាយគឺបានអានរួចហើយឥឡូវយើងចូលដល់ពាក្យផ្សំគ្នាណាអញ្ចឹងពាក្យទី1យើងអានថាឆ្នាំម្សាញ់ឆ្នាំម្សាញ់ឆ្នាំម្សាញ់មហេបមហបមហេបមហបមហេបមហបម្អមក្តាមម្អមក្តាមម្អមក្តាមល្ងងខ្លៅល្ងងខ្លៅល្ងងខ្លៅផ្លែល្ពៅផ្លែល្ពៅផ្លែល្ពៅល្មុតថ្មល្មុតថ្មល្មុតថ្មល្វាចេកល្វាចេកល្វាចេកស្គមស្គាំងស្គមស្គាំងស្គមស្គាំងស្ញប់ស្ញែងស្ញប់ស្ញែងស្ញប់ស្ញែងស្ទុះស្ទាស្ទុះស្ទាស្ទុះស្ទាស្ពានអាកាសស្ពានអាកាសស្ពានអាកាសឥឡូវយើងចូលដល់យើងអានល្បះវិញម្ដងត្រីឆ្ពិនធ្វើមាត់មហបមហបក្បែរគល់ម្អមត្រីឆ្ពិនធ្វើមាត់មហបមហបក្បែរគល់ម្អមត្រីឆ្ពិនធ្វើមាត់មហបមហបក្បែរគល់ម្អមប្រាសាទព្រះវិហារគួរឲ្យស្ញប់ស្ញែងប្រាសាទព្រះវិហារគួរឲ្យស្ញប់ស្ញែងប្រាសាទព្រះវិហារគួរឲ្យស្ញប់ស្ញែងរាជធានីភ្នំពេញមានស្ពានអាកាសរាជធានីភ្នំពេញមានស្ពានអាកាសរាជធានីភ្នំពេញមានស្ពានអាកាសពេលល្ងាចសុខាដងទឹកស្រោចល្ពៅនិងកូនល្មុតពេលល្ងាចសុខាដងទឹកស្រោចល្ពៅនិងកូនល្មុតពេលល្ងាចសុខាដងទឹកស្រោចល្ពៅនិងកូនល្មុតអូខេចឹងយើងមានលំហាត់ទូចមួយណា
ចឹងលំហាត់ចូលគូសសញ្ញាព្រួញភ្ជាប់ពាក្យទៅនឹងរូបភាពរួចអានចឹងបងអូនគូសមើលចឹងអានេះគឺក្តាមមកក្តាមនេះហ្នឹងណាឃើញទេចឹងល្ពៅចឹងបងអូនគូសទៅតាណាអានេះល្ពៅល្មុតតាណាល្មុតស្ពៃក្តោបចឹងអានេះស្ពៃក្តោបណាបងណាចឹងយើងមានប៉ុណ្ណឹងសង្ឃឹមថាបងប្អូននឹងអាចយល់អានបានណាតាក់ទងជាមួយនឹងមេរៀនសារឡើងវិញគឺមេរៀនទី21ហ្នឹងចឹងប្រសិនបើបងប្អូនមានចម្ងល់អីផ្សេងៗគឺអាច comment ដើម្បីសាកសួរលោកគ្រូបានណាបងណាចឹងលោកគ្រូមានតែប៉ុណ្្នឹងលោកគ្រូសូមអរគុណសូមជម្រាបលា